គឺម្ចាស់រថយន្តទាំងសងខាងបាទត្រូវបានសមត្ថកិច្ចបាទយកទៅប៉ោះដើម្បីសាកសួរបាទដូចជាអត់ដឹងថាខាងណាខុសខាងណាត្រូវបាទឥឡូវនេះគឺសមត្ថកិច្ចបាទនាំម្ចាស់រថយន្តបាទទាំងសងខាងបាទទៅហើយបាទនេះរថយន្តបាទឡាក់សិចអស់តែម្ដងផ្លូវបំបីជា4បាទរថយន្តព្រុសជាមួយនឹង Ford បាទឡាក់សិចអស់ហើយបាទណាយ៉ាងពេញទំហឹងបាទនៃរថយន្តនៅតាមរោផ្លូវ95កៅនឹង360ក្នុងទឹកដីកាត់បឹងកង3បាទខណ្ឌបឹងពីងកងរាជធានីភ្នំពេញបាទណាឡាក់សិចអស់ហើយរថយន្តបាទរថយន្តព្រុសនេះគឺគាត់ធ្វើដំណើរតាមរយផ្លូវ95បាទពីជើងមកត្បូងហើយចំណាយរថយន្ត Ford នេះគឺគាត់ធ្វើដំណើរពីកើតមកលិចតាមរយផ្លូវ360បាទមកដល់ចំណុចផ្លូវបំបីជា4ហ្នឹងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តបាទទាំងពីរគ្រឿងគឺរងការខូចខាតធ្ងន់ធ្ងរខ្លាំងមែនទែនអត់ទាន់នឹងថាភាគីខាងណាខុសខាងណាត្រូវទេទុកឲ្យសមត្ថកិច្ចជំនាញបាទចរាចរណ៍លោកវ៉ាវែងនៅចំណុចទីតាំងកន្លែងកាត់ហេតុចំណាយឯអ្នកបើកបររថយន្តទាំងសងខាងបាទត្រូវបានសមត្ថកិច្ចនាំបាទទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកងទី3បាទខណ្ឌបឹងកងបាទរាជធានីភ្នំពេញហេតុការណ៍ខាងលើនេះគឺមិនមានអ្នកណារងរបួសទេបាទខូចខាតនៃរថយន្ត2គ្រឿងបាទបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរបាទខ្លាំងមែនតើឡើងខ្ទេចអស់តែម្ដងបាទរថយន្តនេះដែលពាក់បាទស្លាកលេខភ្នំពេញបាទ 2BQ ចិត្តគុតនិង74បាទចំណាយឯរថយន្ត Ford បសបាទខ្ទេចផ្នែកខាងមុខបាទនៃរថយន្តបាទរថយន្ត Ford បាទពាក់ស្លាកលេខភ្នំពេញ 2BF 11និង67បាទបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបាទរងការខូចខាតអត់ផងដែរបាទនេះបុកគៀបជាប់តែម្ដងនេះខ្ទេចអស់តែម្ដងបាទរថយន្តទាំងពីរគ្រឿងបាទខ្ទេចអស់លេងរថយន្ត2គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅចំណុចផ្លូវបំបីជា4តាមផ្លូវ360កែងនឹង95ក្នុងទឹកដីសង្កាត់បឹងកង3ខណ្ឌបឹងកងបាទរាជធានីភ្នំពេញបាទខ្ទេចអស់លេងរថយន្តនេះបាទស្ថានភាពរថយន្តទាំងពីរគ្រឿងបាទគឺរងការខូចខាតធ្ងន់ធ្ងរខ្លាំងមែនទែនហើយចំណែកអ្នកបើកបរគឺមិនមានរងរបួសទេបាទខូចខាតនៃរថយន្ត2គ្រឿងជាប្រភេទរថយន្តព្រុសហើយនឹងរថយន្ត Ford ពណ៌សដែលរថយន្តព្រុសដែលគាត់ធ្វើដំណើរពីជើងមកត្បូងតាមរយផ្លូវ95ហើយចំណែករថយន្ត Ford ធ្វើដំណើរពីកើតទៅលិចតាមរយផ្លូវ360បាទលុំមកដល់ចំណុចផ្លូវ8ជា4ហ្នឹងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត2គ្រឿងគឺរងការខូចខាតធ្ងន់ធ្ងរខ្លាំងមែនទែន